លោកយាយគាត់ចាំមើលផ្លូវព្រោះខ្ញុំមកយូរហើយដែរបាញ់ចឹងចាំថ្ងៃក្រោយក៏បានដែរជម្រាបលាលោកអ៊ំទៅជើតែណាលោកផោះពិសាបាយចាមកតែបណ្ដាបាទខ្ញុំហើយអារបស់ក្រោយគេនឹងឆ្ងាញ់មែនអូអត់ទេរបស់តែនាងតែនាងដឹងក៏មានមកខុសហើយវាសនាតើករណាគេយ៉ាងម៉េចហើយកូនគេខានជួបផ្ទះប្រហែលថ្ងៃហើយម៉ែវាសនាកូនគួរតែទៅរកករណាហើយបញ្យល់ប្រាប់គេផងថាអ្វីដូចគេនេះអនាគតវែងឆ្ងាយណាស់តែករណាគេមិនអោយនរណាជួបសោះម៉ែតិចលោកគេគិតអីប្រទេសផ្ដាស់ទៅកូនមិនអាចទេម៉ែតាំងពីដើមករណាគេជាមនុស្សដឹងខុសត្រូវហើយរឹងប៉ឹងណាស់ពិតមែនតែគេខូចចិត្តប៉ុណ្ណឹងគេក៏មិនគិតខ្លីដែរម៉ែម៉ែខ្លាចណាស់កន្លងនេះម៉ែសូមផ្ដាំកូនថាមុននឹងកូនដើរចូលកន្លងនេះកូនត្រូវលូកដៃចូលក្នុងមាត់ខំសិនបើមិនឈឺទេនោះកូនធ្វើចោះម៉ែដំបូងមានរបស់ម៉ែទាំងប៉ុន្មានកូនចងចាំទាំងអស់កូនពិតជាមិនធ្វើឲ្យម៉ែអស់សង្ឃឹមទេល្អណាស់កូនរឿងនេះបងមិនត្រូវពជាទៀតទេបងមិនអាចធ្វើតាមបងបានទេឥឡូវនេះសំខាន់យើងតាមរកក្មួយករណាសិនរកប្រហែលថ្ងៃនេះមិនដឹងថាគេទៅដល់ទីណាទេបងលើកហេតុផលចេះហេតុផលចុះនេះមកពីបងគិតថាករណាមិនជាកូនរបស់បងតែយ៉ាងហោចណាស់វាជាអនាគតកូនប្រសាររបស់បងដែរណរិតឈប់និយាយទៅខ្ញុំត្រូវតែនិយាយដើម្បីឲ្យក្មួយច័ន្ទគេបានដឹងថាគេជាគូរណ្ដឹងរបស់ករណាណរិតឯងនឹងកំពុងតែឈួនហើយកូនបាត់ទាំងមូលមិនខំរកបែរជានិយាយរឿងអត់បានការទៅវិញបងទេដែលមិនហ៊ានទទួលស្គាល់ការពិតបងមិនចង់ឆ្លោះជាមួយឯងទេសំខាន់ត្រូវតែទៅរកតាមផ្ទះមិត្តភ័ក្តិរបស់គេទៅកូនចាណាចាតើបានដំណឹងអីពីបងឯងទេចាអត់ទេលោកប៉ាក្មួយចាន់ក្មួយត្រូវទៅជួយពូណាតើមិនស្គាល់ផ្ទះមិត្តណាក្រៅពីផ្ទះវាសនាទេបងករណាគ្មានមិត្តភ័ក្តិណាជិតស្និទ្ធដូចវាសនាទេឬក៏វាសនាគិលៈទេដឹងមានហេតុផលអីដែលវាសនាគិលៈនោះព្រោះខឹងនឹងខ្ញុំដែលខត់វាមិនឲ្យមកបង្រៀនបងថាឯងកំពុងតែស្មាននឹងប្រហែលហើយគុណចិនតើដើមហេតុអីបានទៅជាអញ្ចឹងកូនអាចប្រាប់ប៉ាផងបានទេនិយាយទៅក្មួយចាន់កុំលាក់អីណាបងករណាគាត់យ៉ាងម៉េចគាត់ស្រឡាញ់នារដីតែនារដីមិនស្រឡាញ់គាត់តែបានជាកើតរឿងនេះមិនអាចទេករណាគឺមិនធ្វើបែបនោះទេកូននិយាយនេះជាការពិតដែរចាំប៉ារ៉េតកូនចាន់មិនចេះพูดកុហកទេខ្ញុំនៅតែមិនជឿទេកូនចាន់ស្អែកនេះទៅជាមួយប៉ាណាតែណាប៉ាស្អែកកូនដឹងហើយជំរាបសួរចាជំរាបសួរបាទអរគុណហើយតើលោកត្រូវការឡានប្រភេទអ្វីដែរចាំកូនស្រីរបស់ខ្ញុំគេដើរមើលសិនណាចាសូមលោកអង្គុយរងចាំបន្តិចសិនទៅនាងខ្ញុំសូមទៅអញ្ជើញផ្នែកលក់មកជួបលោកអង្គកូនដើរមើលទៅពេញចិត្តមួយណាប្រាប់ប៉ាមកចុះណាចាចាន់ដើរមើលទៅពេញចិត្តរថយន្តប្រភេទមួយណាប្រាប់ប៉ាមកណាចា
ជំរាបសួរបាទ ខ្ញុំមកនេះចង់បានរថយន្តមួយគ្រឿងសម្រាប់កូនស្រីរបស់ខ្ញុំ សូមអ្នកនាងមើលទៅរថយន្តទាំងនេះទើបនឹងនាំចូលមកថ្មីតើអ្នកនាងពេញចិត្តរថយន្តប្រភេទណាដែរ កូនទៅដើរមើលជើង លោកសូមជើញពិសាទៅ បាទអរគុណហើយ សូមអ្នកនាងពិនិត្យមើលចុះរថយន្តនេះគឺមានប្រភេទកាពីតាក្នុងការការពារសុវត្ថិភាពមួយហើយមានបំពាក់ប្រព័ន្ធការពារទៀតផង ខ្ញុំពេញចិត្តរថយន្តប្រភេទ pick up តើមានតម្លៃប្រមាណដែរ សូមអ្នកនាងពិនិត្យមើលចុះរថយន្តនេះគឺមានប្រភេទកាពីតាក្នុងការការពារសុវត្ថិភាពមួយហើយមានបំពាក់ប្រព័ន្ធការពារទៀតផង ខ្ញុំពេញចិត្តរថយន្តប្រភេទ pick up តើមានតម្លៃប្រមាណដែរ តម្លៃនេះគឺសមរម្យនឹងអ្នកនាងមានតម្លៃ 28,000 ហើយក្រុមហ៊ុនយុទ្ធនាថាជួយជុលមួយឆ្នាំដោយគិតថ្លៃ លោកប៉ែ មិនក៏កូនសម្រាប់យកមកគ្រឿងនេះចិត្ត កូនឃើញលោកប៉ាធ្វើដំណើរទៅឆ្ងាយហើយត្រូវទៅមើលការដ្ឋានព្រោះទីនោះមានផ្លូវលំបាកច្រើនតែកូនរើសយកមកគ្រឿងនេះសម្រាប់លោកប៉ា ចុះកូនវិញ កូនជិះរថយន្តរបស់ប៉ាពេលធ្វើដំណើរទៅឆ្ងាយចាំកូនខ្ចីប៉ា មែនហើយលោករថយន្តម៉ាកនេះធានាគុណភាពមិនថាផ្លូវល្អឬអាក្រក់ឡើងភ្នំគឺអាចធ្វើដំណើរដោយសុវត្ថិភាពសំខាន់វាស៊ីប្រេងតិចទៀតផង នេះជាអ្វីដែលខ្ញុំកំពុងតែស្វែងរកផង ហើយកាត់បន្ថយការចំណាយជាច្រើនក្នុងការជួសជុលហើយក្រុមហ៊ុននឹងផ្ដល់ជូនការជួសជុលដោយឥតគិតថ្លៃក្នុងរយៈពេល1ឆ្នាំ មែនហើយលោកប៉ាទិញរថយន្តនេះទេកូនឃើញប៉ាមិត្តភក្តិកូនគាត់ជិះម៉ាក Ford នេះដែរ តាមពិតប៉ាស្រឡាញ់រថយន្តម៉ាកនេះយូរមកហើយតែចាំកូនប្រឡងជាប់សិនទើបប៉ាទិញនឹងណាអ្នកបងណាខ្ញុំសម្រាប់យកមកគ្រឿងនេះជើ បាទលោកអញ្ចឹងចាំខ្ញុំរៀបចំឯកសារជូន កូនចាន់កូនមើលនោះតាមយោបល់ប៉ាកូនគួរតែយកសេរីនេះទៅ តែកូនក ុំប្រកែកស្អីណាប៉ាគិតថាទិញមកគ្រឿងនេះគឺសម្រាប់កូនតែម្ដង ប្រហែលថ្ងៃនេះកូនទៅដល់ទីណាខ្លះតើកូនមិនដឹងថាកូនកំពុងធ្វើអីគឺធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារនិងទ្រព្យសម្បត្តិដែលប៉ាខំរក្សាយូរមកហើយណា តែកូនយល់ថាខ្លួនកូនគ្មានអ្វីប៉ះពាល់ដល់កិត្តិយសគ្រួសារទេលោកប៉ាហើយទ្រព្យសម្បត្តិក៏គ្មានដែរ កូនល្ងងដល់ដំណាក់កាលនេះហើយប៉ាក៏មិនលាក់នឹងកូនដែរណាកូននឹងទេដួងច័ន្ទនឹងកូនណាជាគូរនឹងគ្នាណា មិនអាចទេ